បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូននៃការអប់រំនៅទាំងអស់ហើយនេះខ្ញុំបាទធ្វើការបង្ហាញចូលហើយទីមួយហ្នឹងគឺយើងមានសំខាន់បំផុតគឺខ្ទឹមបាទមានខ្ទឹមយើងហ្នឹងហើយទីពីរគឺស្លឹកខ្ទឹមកាត់យើងចាំមកបងប្អូនណាហើយរឿងការធ្វើម្ហូបនេះគឺយើងបំពងចាំទៅជ្រូកហើយយើងបានកាត់វាឲ្យខ្លីចឹងណាហើយយើងបំពងវាមានលក្ខណៈក្រៀមបន្តិចទៅវាធ្វើឲ្យយើងមើលទៅមានពណ៌ក៏ស្អាតហើយយើងញ៉ាំទៅដាក់ក្នុងមាត់ទៅគឺមានលក្ខណៈវាស្រួយខាងក្រៅតែខាងក្នុងសាច់វាទន់ឆ្ងាញ់ចឹងណាបងប្អូនហើយនេះគឺយើងបំពងចឹងយើងត្រូវដាក់គ្រឿងឲ្យខ្លាំងតិចដើម្បីឲ្យវាឆាប់ក្រៀមនៅបន្ទាប់ខាងក្រៅណាហើយនេះយើងឃើញហើយនេះខណៈដាក់ទាំងខ្លាំងវាចាប់ផ្ដើមក្រហមណាហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនអាចមើលក្នុងវីដេអូនេះគឺសង្ឃឹមថាពុកម៉ែបងប្អូនsẽមើលមុខហូបមួយយ៉ាងហ្នឹងហើយបើសិនជាមានការខុសទាស់ក្នុងចំណុចណាក្តីសូមខន្តីអភ័យទោសពីសំណាក់បងប្អូននិងបងដែលជារៀនច្បងខាងចុងភៅដែលគាត់បានធ្វើម្ហូបជាច្រើនឆ្នាំពីមុនមកអីក្តីបាទហើយតមកទៀតយើងបានស្រង់វាដាក់ដាច់បន្លែកនៅក្នុងកូនឆ្នាំងមួយចឹងមកហើយដើម្បីឲ្យវារៀងសោះខ្លាញ់តិចមុននឹងយើងយកទៅឆាវាបាទស្រង់ដាក់ចឹងមកហើយបន្តមកទៀតគឺយើងបានដាក់ខ្ទះក្តៅហើយដាក់ខ្លាញ់បំពងខ្ទឹមនឹងឲ្យវាមានរសជាតិឈ្ងុយណាហើយឈ្ងុយមកយើងចាក់ទឹកម្ជូរអំពិលទុំចូលទៅដើម្បីឲ្យមានរសជាតិជូរបាទពីព្រោះអីយើងឆាឆ្អឹងជំនីជូរអញ្ចឹងយើងមិនភ្លេចទេគឺម្ជូរដើម្បីឲ្យវាមានរសជាតិជូរបាទយើងកូរមកទៅមកទៀតយើងដាក់គ្រឿងមកយើងចូលមានប៊ីចេងមានស្ករមានទឹកត្រីមានទឹកប្រេងខ្យងបាទហើយនិងម្សៅស៊ុបបាទដើម្បីឲ្យរសជាតិយើងមានរសជាតិឈ្ងុយឆ្ងាញ់ហើយបន្តមកទៀតយើងចាក់ឆ្អឹងជំនីជ្រូកដែលយើងបានដុសទុកមួយឡែកហើយមានពណ៌ក្រហមហ្នឹងយើងធ្វើការច្របល់វាចូលជាមួយនឹងគ្រឿងដែលយើងបានដាក់ចូលពីមុនហ្នឹងមកបាទយើងឆាវាយ៉ាងមកយើងឲ្យវាចូលជាតិទៅក្នុងសាច់ជ្រូកនិងជំនីជ្រូកហ្នឹងផងដែរបាទហើយបើសិនជាឆ្អិនហើយខាងក្រោយគឺយើងចាក់ស្លឹកខ្ទឹមដែលយើងបានហាន់ហ្នឹងហើយយើងរងាស់វាយូរតិចទៅវាឡើងចេញពណ៌ជាក្រហមចឹងហើយបាទហ្នឹងហើយបាទសូមអរគុណច្រើន